บ่มันง่ายประมาณปีใจใดខាងក្រោមដែលផ្លូវយើងឡើងពីខាងក្រោមមកដល់ខាងលើចឹងបងប្អូននឹងបានមកដល់ចៃដីនៅពាក់កណ្ដាលផ្លូវនៃចង្កេះភ្នំaddress ឬក៏ភ្នំបរិយាទ្របបាទបងប្អូនតែងតែបានមកលេងភ្នំឧដុង្គហើយក៏តែងតែឃើញអ្វីដែលនៅសេសសល់នៃសំណង់ពីសម័យប្រវត្តិសាស្ត្រគឺចៃដីដែលមានប៉មខាងលើជាកំពុំឈូកចូលមកក្រោមមានជាជ្រុងហើយនឹងតបផ្កាឈូកហើយសាងសង់អំពីអិតាន់ដែលលីឡំជាមួយនឹងស៊ីម៉ង់ហើយនឹងពណ៌អញ្ចឹងខ្ញុំសូមបញ្ជាក់ថានៅក្នុងចុងសម័យឧដុង្គបាទដែលបន្ទាប់ពីសម័យឧដុង្គហើយក៏រើរាជធានីទៅចតុមុខអញ្ចឹងសម័យនោះអ្នកវិទ្យាសាស្ត្របានរកឃើញស៊ីម៉ង់ទៅហើយបាទហើយក៏បានយកមកធ្វើចៃដីបាទប្រវត្តិសាស្ត្រហើយបងប្អូនដែលមកដល់នៅចៃដីកន្លែងនេះមុនពេលឡើងទៅលើចៃដីដែលតម្កល់នៅធាតុរបស់ព្រះហ្នឹងគឺនៅចង្កេះភ្នំចិត្តដល់នេះគឺយើងឃើញចៃដីនេះមុនហើយអញ្ចឹងខ្ញុំសម្រាយត្រួសពាក់ព័ន្ធជាមួយនឹងចៃដីកន្លែងនេះថាតើជាចៃដីតម្កល់អ្វីបាទជាចៃដីតម្កល់អ្វីនៅក្នុងខ្សែរាជវង្សានុវង្សនៃស្ដេចក្នុងសម័យលង្វែកឬក៏សម័យឧដុង្គនេះសម្រាប់ព្រះមហាក្សត្រដែលលោកបានឡើងសោយរាជនឹងក្រុងរាជគឺគេសាងសង់ចៃដីដាច់ដោយឡែកណាតែចៃដីដែលបងប្អូនឃើញបាទដែលតម្កល់នៅនេះគឺជាចៃដីដែលដាក់តម្កល់រួមជាមួយនឹងខ្សែស្រឡាយព្រះរាជវង្សានុវង្សរបស់ព្រះបាទស៊ីសុវត្ថិនិងព្រះមហេសីគឺព្រះនាងចមបាទគឺថារាជវង្សានុវង្សកូនចៅអីផ្សេងគឺយកមកដាក់នៅចៃដីនេះណាយកមកដាក់នៅចៃដីនេះអញ្ចឹងខ្សែរាជវង្សានុវង្សរបស់ព្រះបាទស៊ីសុវត្ថិនិងព្រះមហេសីណាព្រះមហេសីគឺដាក់នៅក្នុងតម្កល់នេះនៅក្នុងតម្កល់នៃចៃដីរួមទាំងអស់គ្នាហ្នឹងណាបាទមានអ្នកមនាងមានបុត្រាបុត្រីអីផ្សេងហ្នឹងអញ្ចឹងទេខ្ញុំសូមបកទៅវិញតង់ថាព្រះបាទស៊ីសុវត្ថិគឺជាព្រះរាជបុត្ររបស់ព្រះអង្គឌួងដែលមានព្រះរាជបុត្រច្បងព្រះបាទនរោត្តមស៊ីសុវត្ថិហើយនិងស៊ីវុត្ថាណាហើយទ្រង់ក៏បានឡើងសោយរាជដែរខ្សែស៊ីសុវត្ថិណាចូលមកដល់សម័យបារាំងទៅហើយអញ្ចឹងទេចៃដីនេះមិនមែនតែចៃដីព្រះអង្គសាងព្រះបាទស៊ីសុវត្ថិសាងក៏ប៉ុន្តែដាក់អតិធាតុដាក់អធិរួមជាមួយនឹងខ្សែរាជវង្សរបស់ព្រះអង្គនេះហើយក៏មានការរើកកាយនេះរុងនៅខាងក្នុងនេះអញ្ចឹងទស្សនវិជ្ជានៅជុំវិញនេះបាទសាងសង់ខាងបរិវេណជុំវិញអំពីអិតាន់បាទហើយមានបូកជាមួយដោយស៊ីម៉ង់ពីព្រោះសម័យចុងសម័យឧដុង្គហ្នឹងគឺគេបានរកឃើញស៊ីម៉ង់ហើយអញ្ចឹងគេយកមកសាងសង់លាយជាមួយនឹងអិតាន់ដែលយើងបានសាងសង់តាំងពីសម័យលង្វែករហូតមកឧដុង្គចុងសម័យឧដុង្គហើយក៏មានចៃដីផ្សេងដែរសាងសង់អំពីស៊ីម៉ង់នេះដែរណាអញ្ចឹងទេសិលាចារឹកមកផ្ទាំងនេះដោយសារការប្រេះរលុបអីខ្លះអញ្ចឹងខ្ញុំអាននយល់គឺតម្កល់អធិរបស់ខ្សែរាជវង្សានុវង្សព្រះបាទស៊ីសុវត្ថិណានៅក្នុងហ្នឹងអញ្ចឹងខ្សែរាជវង្សានុវង្សមកចូលទាំងអស់គ្នានៅលើភ្នំអន្តរនេះក្នុងចៃដីនេះនេះគឺសិលាចារឹកដែលខ្ញុំបានអានមកត្រួសគឺនិមិត្តរូបនិងជាចៃដីប្រវត្តិសាស្ត្រដើម្បីតម្កល់ខ្សែស្រឡាយស្ដេចណាមានអ្នកមនាងអីផ្សេងហ្នឹងគឺដាក់ចូលនៅក្នុងនេះទាំងអស់ណាដាក់ចូលក្នុងនេះបាទហើយនេះទស្សនវិជ្ជាបែរទៅខាងនោះគឺក្រុងលង្វែកហើយបាទ